ចានេះខ្ញុំធីតាសូមជម្រាបសួរបងប្អូនទាំងអស់ដែលតែងតែតាមដានកម្មវិធីនេះខ្ញុំធ្វើម្ហូបគឺថាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបថ្មីបង្ហាញជូនបងប្អូនទៀតហើយគឺថានាងខ្ញុំធ្វើខ្មែរយើងហៅថាដំឡូងដុតប៉ុន្តែម្ហូបនេះមិនមែនជាម្ហូបខ្មែរយើងទេប៉ុន្តែវាញ៉ាំទៅក្មេងៗនៅស្រុកនេះវាចូលចិត្តម្ហូបនេះបើសិនជាតាមខ្ញុំដឹងដែលធ្លាប់ឮគេហៅប្រហែលជា potato lửa tapi nhóm đặt tâm bảng bảo mọt dương á tại hồi viết tích tích bị lơ phong này
កុំច្រើនពេកព្រោះអីហែមនេះវាមានជាតិប្រៃហើយបន្ទាប់មកគឺថានាងខ្ញុំថែមចូលដោយសារតែខ្ញុំធ្វើម្ហូបច្រើនពេកហើយខ្ញុំអត់បានធៀមមុនខ្ញុំដាក់ហែមហ្នឹងហាន់វារៀងសរសៃបន្តិចទៅយើងរៀបហែមនឹងដាក់ឲ្យវាសប់ទៅហើយបន្ទាប់មកយើងដាក់ឈីរោយពីលើហើយបើសិនជាម្ហូបមួយមុខនេះផងដែរតាមកាពិតគេអត់ប្រើស្លឹកខ្ទឹមទេប៉ុន្តែបើសិនជាបងប្អូនចង់មានរសជាតិកាន់តែឈ្ងុយយើងអាចដាក់បន្ថែមស្លឹកខ្ទឹមពីលើបានចាហើយអានេះឈីឈីធ្វើការរោយវាពីលើខ្ញុំខ្លាចវាអត់ខ្ញុំប្រហែលជាត្រូវថែមឈីបន្តិចទៀតព្រោះអីវាអត់សប់ខ្ញុំថាម្ហូបហ្នឹងគឺថាវារៀងស្ទើរឈីបន្តិចអញ្ចឹងមិនខ្ញុំដាក់ទៅយកឈីយកមកដាក់ថែមពីលើហើយនឹងម្ហូបមួយមុខនេះផងដែរអត់ត្រូវការចាំបាច់អត់ត្រូវការស្លឹកខ្ទឹមទេប៉ុន្តែបើសិនជាបងប្អូនចង់បានរសជាតិកាន់តែដូចថារសជាតិឈ្ងុយពេលយើងលើកពីចង្ក្រានមកគឺថាយើងថែមស្លឹកខ្ទឹមរោយវាតិចទៅហើយបន្ទាប់នឹងមកគឺថាម្រេចយើងរោយម្រេចវាដាក់ពីលើវាតិចចឹងណាព្រោះអីម្ហូបនេះគឺត្រូវការមានជាតិរៀងហឹរតិចចាហើយប៉ុណ្្នឹងឯងគឺថាដំឡូងដុតខ្ញុំហ្នឹងគឺថាខ្ញុំយកទៅដុតរយៈពេល15នាទីឯងគឺថាហើយហើយអញ្ចឹងជួបគ្នាខ្ញុំរយៈពេល15នាទីទៀតខ្ញុំនឹងបង្ហាញថាតើដំឡូងដុតហ្នឹងវាមានទ្រង់ទ្រាយយ៉ាងម៉េចហើយតើបងប្អូនអាចយល់ថាតំណងបើសិនជាតំណងសូមជួយបើសិនជាបងប្អូនយល់ថាម្ហូបនឹងតំណងហ្នឹងឯងធ្វើតាមនាងខ្ញុំអានេះគឺថាល្អសម្រាប់ក្មេងៗវាក្មេងៗស្រុកនេះវាចូលចិត្តញ៉ាំរបៀបអូស្ត្រាលីអញ្ចឹងចាឥឡូវជួបនាងខ្ញុំ15នាទីទៀតដំឡូងដុតរបស់ខ្ញុំហ្នឹងគឺថាដុតហើយគឺថាក្រហមល្អហើយឈ្ងុយមានរសជាតិឈ្ងុយតំណងគួរឲ្យចង់ញ៉ាំចាសូមអរគុណដល់បងប្អូនដែលតែងតែតាមដានកម្មវិធីនឹងខ្ញុំធ្វើម្ហូបគឺថាថ្ងៃនេះនាងខ្ញុំនិយាយថាមុខម្ហូបនេះគឺថាជំនួយដល់បងប្អូនដែលមានកូនអីអញ្ចឹងពិបាកញ៉ាំម្ហូបអញ្ចឹងគឺថាល្អមែនតើគឺថាពេលវេលាធ្វើរយៈពេលខ្លីឯងប្រហែលជាកន្លះម៉ោងយើងអាចធ្វើបានញ៉ាំហើយគឺថាម្ហូបនេះគឺថាម្ហូបអូស្ត្រាលីចំទូហើយចាអញ្ចឹងនេះខ្ញុំសូមអរគុណច្រើនរាល់ការបងប្អូនតែចូលមើលកម្មវិធីនាងខ្ញុំធ្វើម្ហូបគឺថាសូមកុំភ្លេចជួយ like និង subscribe channel YouTube របស់នាងខ្ញុំដើម្បីទទួលយកវីដេអូថ្មីៗទៀតចាសូមអរគុណ